ប្រទេសថៃឡង់កំពុងតែពិភាក្សាលើគម្រោងកសាង Disneyland នៅ Thailand អ្វីគឺជា Disneyland គឺជា theme park គឺជាសួនកំសាន្តដែលប្រទេសចម្រើនឬប្រទេសដែលមានសក្តានុពលផ្នែកចំនួនទេសចរគេធ្វើ Disneyland มันមានប្រទេសច្រើនទេដែលធ្វើ Disneyland ពីព្រោះក្រុមហ៊ុន Disney มันងាយនឹងទៅដាក់វិនិយោគនៅប្រទេសណាទេតលតែចំនួនទេសចរមានចំនួនធំដុំដែលគេអាចនឹងជឿបានថាណាដែលគេអាចនឹងជឿបានថាគេអាចលក់សម្បត្តិឲ្យមនុស្សចូលលេងនៅសួនកំសាន្តហ្នឹងបានប្រាក់រាប់លានដុល្លារដូច្នេះហើយมันងាយនឹងគេធ្វើទេយោងទៅតាមស្ថិតិនៃទេសចររបស់ប្រទេសថៃយើងឃើញថាទេសចររបស់ប្រទេសថៃចាប់ពីឆ្នាំ22មកគឺមានសេចក្តីចម្រើនឡើងវិញក្រោយពី COVID-19 បានកើតឡើងក្រោយពី COVID-19 បានកើតឡើងគឺនៅឆ្នាំ20ក៏បានធ្លាក់ចុះដោយសារតែសម័យ COVID ទេសចរធ្លាក់ចុះនៅប្រទេសថៃឡង់ឆ្នាំ20មានចំនួនតែ6លាន7សែននាក់ទេទេសចរបរទេសរីឯឆ្នាំ21ធ្លាក់ចុះខ្លាំងមែនទែនដោយសារបាត់ពលានយន្តហោះផងអីផងក៏ធ្លាក់នៅក្រោមកន្លះលាននាក់ទេសចរបរទេសដល់ឆ្នាំ2022ទេសចរបរទេសទៅកាន់ប្រទេសថៃកើនឡើងដល់11លាន150,000នាក់11លាន150,000នាក់ហើយនៅឆ្នាំ23ទេសចរបរទេសទៅកាន់ប្រទេសថៃមានចំនួន28លាន150,000នាក់និងឆ្នាំ24មានទេសចរ32លាននាក់ទេសចរ32លាននាក់បានសេចក្តីថានៅឆ្នាំ24កន្លងទៅចំនួនទេសចររបស់ថៃទេសចរបរទេសដែលមកលេងប្រទេសថៃឡើងកើនចំនួនសឹងតែដូចដើមវិញគឺប្រទេសថៃទទួលទេសចរបរទេសពីមុន COVID ប្រហែលជាជាង30លាននាក់ដល់ឆ្នាំ24ក៏បានទទួលទេសចរជាង32លាននាក់នៅឆ្នាំ25កន្លងទៅនេះប្រទេសថៃបានទទួលទេសចរបរទេសជិត33លាននាក់គឺ32លាន970,000នាក់នេះគឺជាអ្វីដែលទេសចរនៅប្រទេសថៃបានកើនឡើងមុនឆ្នាំ2019 COVID កើតប្រទេសថៃធ្លាប់បានទទួលទេសចរជិត40លាននាក់ដែលជាការកសាងទេសចរដ៏សម្បើមហើយក្នុងការកសាងទេសចរដ៏សម្បើមនេះមកទល់ឆ្នាំ25កន្លងទៅនេះប្រទេសថៃបានរើខ្លួនរួច 83% ដើម្បីស្ដារនៅទេសចរមកកាន់ប្រទេសថៃទេសចរមកកាន់ប្រទេសថៃទេសចរដែលមកលេងប្រទេសថៃនៅឆ្នាំ2025កន្លងនេះភាគច្រើនមកពីម៉ាឡេស៊ីមកពីចិនឥណ្ឌារុស្ស៊ីនិងកូរ៉េខាងត្បូងដូច្នេះហើយណាការដែលទេសចរថៃបានទទួល30លានអ្នកឡើងលើនេះធ្វើឲ្យក្រុមហ៊ុន Walt Disney កំពុងតែធ្វើ feasibility study គឺការសិក្សាស្ដីអំពីគម្រោងដែលនឹងត្រូវអភិវឌ្ឍណាគឺថាក្រុមហ៊ុន Walt Disney បានសិក្សាធ្វើ feasibility study គឺការសិក្សាអំពីថាតើអាចរកចំណូលបាននៅប្រទេសថៃឬទេប្រសិនបើគេធ្វើ business feasibility study បានជោគជ័យដែលឥឡូវនេះគេធ្វើទៅឃើញថាវិជ្ជមានន័យថា Walt Disney អន្តរជាតិមានគំនិតគិតឃើញថាគេអាចនឹងអភិវឌ្ឍនៅ Disneyland ដែលហៅថាសួនកំសាន្តថ្នាក់អន្តរជាតិនៅប្រទេសថៃដូច្នេះហើយតាមរយៈឧបនាយករដ្ឋមន្ត្រីថៃដែលទទួលបន្ទុកខាងការដឹកជញ្ជូនលោកប្រាផាតរច្ចកិច្ចប្រការបាននិយាយថាតាមសមត្ថភាពនៃទេសចរថៃទាំងក្នុងស្រុកនិងក្រៅស្រុកបូកមកគឺថៃមានសក្តានុពលគ្រប់គ្រាន់ដើម្បីនឹងបង្កើតនៅវិនិយោគ Disneyland
ដែល Disneyland នេះត្រូវសិក្សារួចមកហើយមិនមែនជាការយល់សប្បន្នទេគឺជាអ្វីដែលបានសិក្សាហើយ Disneyland នឹងអាចចាប់ផ្ដើមធ្វើការងារនេះនៅក្នុងគម្រោងនៃសួន Disneyland បានឲ្យដឹងថាប្រទេសថៃឡង់មានលទ្ធភាពនឹងរកប្រាក់ចំណូលឲ្យក្រុមហ៊ុន Disneyland បានក្រុមហ៊ុន Disneyland បានអញ្ចឹងការសិក្សារបស់ក្រុមហ៊ុនWalt Disney គឺសិក្សាហើយនឹងអាចមានដំណើរការវិនិយោគលើគម្រោងសាងសង់សួនឧស្សាហ៍សួនទេសចរអន្តរជាតិដ៏សំខាន់មួយនេះក្នុងគម្រោងការអភិវឌ្ឍគឺរួមទៅនឹងទីតាំងសាលសម្រាប់ធ្វើ concert ទីតាំងកីឡាដ្ឋានថ្នាក់ពិភពលោកនិងទីតាំងដែលតកតងនឹងបន្ទានតកតងនឹងការសប្បាយតកតងនឹងកីឡាតកតងនឹងការឆ្លោះបញ្ចាំងសួនកំសាន្តដែលទទួលមនុស្សរាប់សែននាក់ក្នុងមួយថ្ងៃនេះគឺជាផែនការដែលថៃបានឲ្យដឹងថាវាមិនមែនជាគម្រោងទេវាជាការសិក្សារួចទៅហើយដែលនឹងរៀបចំកសាងនៅក្នុងពេលឆាប់ថែមទាំងមានការកសាង monorail រថភ្លើងដែលរត់លើខ្សែស្ពានខ្ពស់ដើម្បីតាក់ទងទៅតំបន់សួនកំសាន្តនោះសួនកំសាន្តនោះមានទំនាក់ទំនងជាមួយនឹងទីតាំងកំពង់ផែផងដែរហើយនឹងមានទំនាក់ទំនងជាមួយនឹងទីតាំងមជ្ឈមណ្ឌលទេសចរអន្តរជាតិដែលនៅក្បែរបាងកកដូចជាបាតាយានិងមានទំនាក់ទំនងជាមួយនឹងមណ្ឌលទេសចរនៅខេត្តរយองផងដែរលោកពិផាតបានឲ្យដឹងថា Disneyland គឺជាគម្រោងដ៏ធំមួយដែលមិនងាយនឹងទទួលវិនិយោគបែបនេះទេប្រសិនបើទេសចរប្រទេសណាមិនមានចំនួនច្រើនដូចថៃអញ្ចឹងជម្រាបម្ដងទៀតថា Thailand នៅឆ្នាំមុនកើត COVID ថៃធ្លាប់ទទួលទេសចរបានជិត40លាននាក់គឺ39លាន9សែននាក់នៅឆ្នាំ2019ហើយចូលមកក្នុងសម័យ COVID ឆ្នាំ2020ថៃទទួលទេសចរ6លាន7សែននាក់ចូលឆ្នាំ21ធ្លាក់ចុះនៅក្រោមកន្លះលានគឺ4សែន30000នាក់ឆ្នាំ22កើនឡើងដល់11លាន1សែន50000នាក់ឆ្នាំ23កើនឡើងវិញដល់28លាន1សែន50000នាក់ឆ្នាំ24កើនឡើងដល់32លាននាក់នៅឆ្នាំ25គឺកើនឡើងដល់ជិត33លាននាក់គឺ32លាន9សែន70000នាក់ការកើនឡើងទេសចរនេះធ្វើឲ្យសក្តានុពលផ្នែកទេសចរបង្ហាញទៅកាន់ Walt Disney Group ឲ្យយល់ដឹងថាខ្លួនអាចធ្វើការវិនិយោគផ្នែកសួនកំសាន្តថ្នាក់អន្តរជាតិនៅប្រទេសថៃថៃឡង់នឹងក្លាយទៅជាមជ្ឈមណ្ឌលតែមួយគត់នៅក្នុងអាស៊ីប៉ែកអាគ្នេយ៍ដែលមានសួនកំសាន្ត Walt Disney ថ្នាក់ធំបែបហ្នឹងជាចំណែកមួយដែលក្រុមហ៊ុនអន្តរជាតិ Walt Disney យល់ឃើញថាគេអាចរកលុយបាននៅប្រទេសថៃនេះគឺជាចំណុចមួយដ៏សំខាន់ជាទីបំផុតដែលយើងដឹងថារបៀបកសាងទេសចរគេកសាងយ៉ាងម៉េចណាបងប្អូនបានជាខ្ញុំយករឿងហ្នឹងមកនិយាយប្រាប់ហើយទន្ទឹមគ្នានឹងថៃឡង់កំពុងតែប្រុងប្រៀបខ្លួននៅពេលដែលមានជំងឺមេរោគថ្មីដែលកំពុងតែរាតត្បាតនៅប្រទេសឥណ្ឌាហើយដូចជ្រាបស្រាប់ហើយទេសចរឥណ្ឌាគឺជាទេសចរមួយចន្ទា Disney មានតែមួយទេកូនមកពិភពលោកមានតែមួយទេគឺទីតាំងវានៅអាមេរិកអូខេ Disney គឺជាក្រុមហ៊ុនតែមួយគាត់នៅអាមេរិកណាតាំងនៅអាមេរិកហើយមិនងាយទៅរកស៊ីនៅប្រទេសណាទេបើសិនជាចំនួនទេសចរនៅប្រទេសហ្នឹងវាអត់គ្រប់គ្រងបានកាលណាវាអត់គ្រប់គ្រងបានវានៅកន្លែងណាក៏ដោយក៏ក្រុមហ៊ុនហ្នឹងរបស់អាមេរិកទេអញ្ចឹងណាអូខេហើយគេមិនងាយធ្វើទេនៅពេលដែលគេធ្វើតើតែគេសិក្សាមុនថាវាមានចំណូលត្រឹមត្រូវទៅគេធ្វើការវិនិយោគពីព្រោះវាជា brand entertainment មួយដ៏សំខាន់បំផុតអញ្ចឹងអ្វីដែលខ្ញុំលើកឡើងមកនិយាយនេះគឺការប្រឹងប្រែងកសាងទេសចររបស់ថៃដែលជាគំរូមួយគួរកម្ពុជាសិក្សារៀនសូត្របើសិនណាជាតប៉ែគឺកម្ពុជាមិនដែលមានទេសចរបរទេសច្រើនទេអានោះអញ្ចឹងណា
នេះគឺជាការសិក្សាទេសចរបាទអាហ្នឹងយើងពិនិត្យមើលផ្នែកទេសចរកម្ពុជាវិញម្ដងណាយើងពិនិត្យមើលផ្នែកទេសចរកម្ពុជាវិញម្ដងតើទេសចរបរទេសធ្វើដំណើរទៅកម្ពុជាមានប៉ុន្មានណាអូខេយើងឃើញទេសចរទៅកាន់ប្រទេសកម្ពុជានៅឆ្នាំ20មានចំនួនទេសចរបរទេសទៅកាន់កម្ពុជាមានចំនួន1,310,000 នាក់ឆ្នាំ20ណាគឺជាការធ្លាក់ចុះជាងជិត 80% ដោយសារកូវីដឆ្នាំ21ធ្លាក់ចុះរឹតតែខ្លាំងទេសចរបរទេសទៅកម្ពុជាមានចំនួនតែ 200,000 នាក់ទេឆ្នាំ22ទេសចរបានកើនឡើងវិញបាន 2,280,000 នាក់ឆ្នាំ23ទេសចរកើនឡើងដល់ 5,450,000 នាក់ឆ្នាំ24ទេសចរមាន 6,700,000 នាក់គឺ 6,700,000 នាក់គឺស្មើនឹងមុនកូវីដវិញស្មើនឹងមុនកូវីដវិញហើយឆ្នាំ25ទេសចរធ្លាក់ទៅវិញទេសចរបានធ្លាក់ទៅវិញប្រមាណជាជិត 14% ទេសចរបរទេសទៅកាន់ប្រទេសកម្ពុជាធ្លាក់នៅសល់ 5,600,000 នាក់ដូច្នេះកម្លាំងទេសចរដែលអភិវឌ្ឍនៅប្រទេសកម្ពុជាគឺខ្សោយជាទីបំផុតទេសចរខ្សោយជាទីបំផុតទេសចរនៅកម្ពុជាឡើងអស់ខ្លាំងហើយ 7 លាននាក់ 6,600,000 ទៅ 6,800,000 នាក់នេះគឺជាអ្វីដែលខុសគ្នាឆ្ងាយមែនតើណាខុសគ្នាឆ្ងាយមែនតើអូខេដែលខុសគ្នាឆ្ងាយមែនតើអាហ្នឹងអញ្ចឹងណាខុសគ្នាឆ្ងាយមែនតើត្រង់ហ្នឹងចៅកាលណាតាឃើញថាចៅមកចូលចិត្តធ្វើសេចក្តីល្ងងខ្លៅតាដេញចេញតាអត់ស្វាគមន៍ទេបន្តិចបន្តួចតាឲ្យនៅតែបើសិនជាចៅអត់គិតរៀនសូត្រតាក៏មិនស្វាគមន៍ដែរណាចាណាដូចជា BM21 មិញហ្នឹងដេញទៅផ្ទះបាត់ហើយអញ្ចឹងរឿងទេសចរប្រទេសកម្ពុជាយើងអាចនិយាយថាយើងធ្លាប់កសាងទេសចរបាន 7 លាននាក់ក៏ប៉ុន្តែបើយើងក៏លេខមើលតាំងពីឆ្នាំ21តាំងពីឆ្នាំ20រហូតដល់ឆ្នាំ25យើងគួរភ្ញាក់ផ្អើលថានៅឆ្នាំ25ទេសចរធ្លាក់ចុះវិញហើយនៅឆ្នាំ26នេះប្រហែលជាទេសចរមិនកើនឡើងទេធ្លាក់ចុះទៀតដោយសារអ្វីដោយសារប្រទេសយើងមានគ្រោះអាសន្នមួយគ្រោះចង្រៃមួយកើតឡើងគឺ scam នៅពេល scammer បានផ្ដល់លុយពណ៌ប្រផេះទៅឲ្យមន្ត្រីរាជការពុករលួយ scammer នឹងបំផ្លាញទេសចរកម្ពុជា scammer នៅពេលដែល scammer គេផ្សាយឧទាហរណ៍ថាប្រទេសយើងខំប្រឹងចំណាយលុយរាប់លានដើម្បី promote ទេសចរយើងត្រូវការចំណាយលុយរាប់លានដើម្បី promote ដើម្បីផ្សព្វផ្សាយទេសចរក៏ប៉ុន្តែបើសិនជាប្រទេសយើងខ្លាយទៅជាសម្បុកចោលអក្រិតជនអនឡាញអក្រិតជន scammer ចំណាយរាប់លានដុល្លារដើម្បី promote ទេសចរនឹងអាលាយហិនហោចអស់អញ្ចឹងឆ្នាំ2026នេះយើងមិនអាចមានទេសចរកើនឡើងទេហើយប្រសិនបើវាមានរោគឆ្លងនៅឥណ្ឌាទៀតអានឹងជាន់កយើងទៀតព្រោះពលានយន្តហោះយើងហើយបងប្អូនមើលពលានយន្តហោះទៅដឹងហើយពលានយន្តហោះអាចគោអន្តរជាតិនៅខេត្តកណ្ដាលទៅមើលកៅអីសម្រាប់អ្នកដំណើរអង្គុយបងប្អូនដើរទៅមើលលេងទៅបងប្អូនទៅមើលខាងក្រៅក៏បានហើយបងប្អូនណាដែលឆ្លងចូល check in area បងប្អូនមើលទៅកៅអីអត់មានមនុស្សអង្គុយទេពលានយន្តហោះអាចគោអន្តរជាតិហ្នឹងអត់មានមនុស្សទេណាដូច្នេះការទូងស្គរការលោតកញ្ឆេងខ្លាំងបានធ្វើចប់សពគ្រប់ហើយណាចប់សពគ្រប់ហើយឥឡូវនេះដេកស្ងាប់ម្ដងបាទអត់មានទេមិនត្រឹមតែប៉ុណ្្នឹងរឿងឆ្អេះឆ្អាបកើតជាបន្តណារឿងឆ្អេះឆ្អាបកើតជាបន្តខ្ញុំមិនដឹងកន្លែងចតឡានហ្នឹងវាមានម៉ាស៊ីនប្រមាណទេណាប៉ុន្តែវាដូចជាលឺសូរលហាក់លហៀងអ្នកចាញ់វីដេអូថាពេលទៅចតឡានហ្នឹងមានអ្នកធ្វើការនៅក្នុងច្រកចតឡានមួយអីបក់ដៃឲ្យចូលអីចាញ់មកវិញចោតប្រកាន់ថាអត់មានវិក័យប័ត្រអីអាហ្នឹងខ្ញុំមិនទាន់ដឹងទេរបស់អស់ហ្នឹងវាត្រូវតែជារបស់អូតូម៉ាទិកមានន័យថាយើងបើកឡានចូលទៅយើងយកវិក័យប័ត្រហើយយើងទៅចតឡាននេះយើងយកវិក័យប័ត្រចេញមកវិញដើម្បីបង់លុយណា
រឿងឆ្អេះឆ្អាបដែលចេញពីណារឿងឆ្អេះឆ្អាបដែលចេញពីពលានយន្តហោះអាចគោអន្តរជាតិហ្នឹងឮសូរអញ្ចឹងឆ្អេះឆ្អាបច្រើនកន្លែងណាឆ្អេះឆ្អាបច្រើនកន្លែងហើយរឿងក្រៅពីរឿងឆ្អេះឆ្អាបអស់ហ្នឹងគឺរឿងយើងទៅមើលបងប្អូនណាដែលឆ្លងចូលទៅ check in area បងប្អូនមើលណាច្រកឡើងយន្តហោះមួយបើ domestic trip វិញអាកៅអីហ្នឹងអត់មានអង្គុយទេណាអត់មានអង្គុយទេឲ្យបងប្អូនទៅសង្កេតមើលចេះហាងលក់ទំនិញវាមាន2យ៉ាងមួយគេហៅនៅក្នុង check in area មួយទៀតនៅក្នុង outside បើវាមាននៅខាងក្រៅបងប្អូនទៅមើលតើហាងហ្នឹងបើកគ្រប់ទេបើវាបើកអត់គ្រប់ទេហើយអត់មានមនុស្សទិញទេអាហ្នឹងដេកស្ងាត់អូខេដេកស្ងាត់ណាដេកស្ងាត់អាហ្នឹងគឺជារឿងមួយហើយនៅក្នុង check in area ក៏ចឹងដែរយើងចាំមើលតើហាងដែលលក់ទំនិញមានមនុស្សចូលទិញទេព្រោះអត់មានមនុស្សចូលទិញទេកៅអីហ្នឹងវាអត់មានមនុស្សអង្គុយទេមានន័យថាអាចគោអន្តរជាតិហ្នឹងវាអត់មានអ្នកដំណើរច្រើនទេណាអាហ្នឹងទីតាំងវាធំបេះដូងវាធំណាប៉ុន្តែមាត់ក៏វាធំប៉ុន្តែកាពះវាក៏ធំហើយក្លៀនមានន័យថារកចំណូលអត់បានទេហ្នឹងអញ្ចឹងនេះគឺជាអ្វីដែលយើងមើលមិនមែនបង្អាប់ទេបងប្អូនរៀនមើលណាហើយមិនបានខ្ញុំនិយាយពីបញ្ហាប្រាប់បងប្អូនពីព្រោះស្រុកយើងវាកំពុងតែលងនៅក្នុងការអួតការជោការ fake យើងត្រូវព្យាយាមដឹងអំពី fake ជោអួតអីសពគ្រប់ហ្នឹងបាទអញ្ចឹងព័ត៌មាននេះគឺតកតងនឹងរឿងទេសចរណាបងប្អូនណាសួស្ដីបាទLas Vegas Nevada ខ្ញុំ Rico Bar ខ្ញុំខានទៅ Las Vegas យូរហើយយូរមែនតើនិយាយឃើញខ្ញុំខានទៅ Las Vegas យូរហើយចុងក្រោយបំផុតឆ្នាំ91ឥឡូវយើងគិតមើល30ឆ្នាំជាងណាបាទខ្ញុំអត់ដែរទៅទេ Las Vegas អត់ដែរបានទៅទៀតទេស្វ័យនឹងអូនអឿនរតនៈបើសង្គ្រាមលោកទី3កើតឡើងតើជីវិតមនុស្សសត្វរងប៉ះពាល់ដល់អាយុជីវិតប្រមាណភាគរយចៅវាអត់មានការសិក្សានៅក្នុងពិភពលោកស្ដីអំពីថាតើសង្គ្រាមនីមួយត្រូវស្លាប់អស់ប្រមាណលានរបួសប្រមាណលានអ្នកហើយខូចខាតប្រមាណម៉ឺនលានមិនមានទេណាកូនណាមិនមានទេมันមានការសិក្សារបៀបហ្នឹងណាបងអត់មានការសិក្សារបៀបហ្នឹងទេណាចៅអូខេអ្វីដែលខ្ញុំនិយាយអំពីការអភិវឌ្ឍនៃទេសចរនេះគឺមិនមែននិយាយបង្អាប់ជាតិឯងទេគឺនិយាយដើម្បីឲ្យដឹងថាកុំជឿការភូតរបស់ក្រសួងទេសចរកុំជឿការភូតកុហករបស់រាជការនៅពេលដែលចេះតែភូតយូរទៅគង់តែដល់ថ្ងៃមួយដាច់បាយឥឡូវវាអត់តន់ដាច់បាយទេវាអត់តន់ស្ងួតក្រពះទេប៉ុន្តែបើរាជការចូលចិត្តរឿងអួតដាច់បាយដូចនៅស្រុកចិនអញ្ចឹងសេដ្ឋកិច្ចអួតឥឡូវដាច់បាយហើយចិនមានបញ្ហារដ្ឋប្រហារទៀតគិតមើលហ្នឹងដោយសារអីដោយសារអួតណាដោយសារអួតគឺដាច់បាយគង់តែដល់ថ្ងៃដាច់បាយទេអញ្ចឹងដើម្បីឲ្យបងប្អូនប្រិយមិត្តកូនចៅបានយល់ដឹងអំពីរឿងហ្នឹងខ្ញុំនិយាយមិនមែនមកបង្អាប់ជាតិឯងទេចង់ឲ្យជាតិឯងហ្នឹងឡើងថ្កុំថ្កើងប៉ុន្តែថ្កុំថ្កើងអត់បានទេបើមិនជាយើងរស់នៅក្នុងរណ្ដៅអួតជោហើយនឹង fake ណាអញ្ចឹងបាទចិនថាគុណត្រឹមត្រូវហើយប្រទេសណាដែលមានទេសចរចិនរញ៉ៃកុំថាឡើយទេសចរបរទេសកុំថាឡើយជនបរទេសចិនថាកន្លែងណានៅអាមេរិកនេះខ្ញុំបានមករស់នៅរដ្ឋខ្ញុំ20ឆ្នាំវាជិត20ឆ្នាំណាខ្ញុំមករស់នៅរដ្ឋខ្ញុំពីឆ្នាំ2006ឥឡូវឆ្នាំ2026វាជិត20ឆ្នាំហើយបាទវាជិត20ឆ្នាំហើយខ្ញុំមករស់នៅទីតាំងខ្ញុំនេះជិត20ឆ្នាំនៅទីក្រុង Washington នៅរដ្ឋធានី Washington មានផ្សារចិនណាមានផ្សារចិននៅរដ្ឋធានី Washington ក្មួយខ្ញុំនៅទីក្រុង New York ខ្ញុំរស់នៅនឹងផ្សារចិនខ្ញុំរកស៊ីនឹងផ្សារចិនខ្ញុំដើរលេងនឹងផ្សារចិនខ្ញុំស៊ីចុកបុកតាពេអីនៅផ្សារចិនបាននិយាយទៅក្នុងមួយសប្តាហ៍មិនដែលខានខ្ញុំដើរផ្សារចិនមិនដែលខានទេមួយអាទិត្យក្នុងមួយអាទិត្យ7ថ្ងៃខ្ញុំដើរផ្សារចិន4ថ្ងៃដែរហើយតែតាំងពីខ្ញុំមកនៅឯនេះផ្សារចិនរដ្ឋធានី Washington ខ្ញុំអត់ដែលជន់ទេក្មួយ
អត់ដែលជន់ទេអត់ដែលជន់ផ្សារចិនរដ្ឋធានី Washington ទេហើយក៏មិនដែលមានចិត្តនឹកឃើញចង់ទៅផ្សារចិនដែរហើយមិនត្រឹមតែប៉ុណ្្នឹងទេក្មួយសំបីតែហាងចិននៅនឹងម្ដុំខ្ញុំនេះហាងចិនខ្លះខ្ញុំអត់ចូលហ្មងខ្ញុំអត់ចូលហ្មងមិនបានខ្ញុំអត់ចូលព្រោះខ្ញុំខ្ពើមមកហូបធ្វើស៊ីញ៉ៃអីហើយមានហាងមួយខ្ញុំស្ដីឲ្យអ្នកធ្វើការនៅកន្លែងនេះខ្ញុំថាហាងហ្នឹងធំឈ្មោះវងជីចាប់ដើមស្មោកគ្រូកទៅណាសំដីរបស់អ្នកធ្វើការមិនល្អខ្ញុំស្ដីឲ្យខ្ញុំប្រាប់ថាតិចទៀតអ្នកឯងទាំងអស់គ្នានឹងអស់ការធ្វើហើយពីព្រោះមាត់អ្នកឯងវាស្អុយអ្នកឯងឃើញស្បែកខ្មៅមកទិញអីវ៉ាន់អ្នកឯងនិយាយអាក្រក់ពីគេណាអ្នកឯងតិចទៀតអាលុំហើយឥឡូវហាងហ្នឹងពុជិឋានឈ្មោះវងជីហ្នឹងអាលុំធំគ្រាន់បើនៅម្ដុំខ្ញុំប្រាប់មីតកែហ្នឹងខ្ញុំប្រាប់តែអ្នកឯងរស់ស៊ីមិនបានទេពីព្រោះអ្នកបំរើហ្នឹងមានមួយស្គមហ្នឹងមាត់វាមិនល្អខ្ញុំជិះអុលមុខមួយហ្នឹងខ្ញុំថាអ្នកឯងថ្ងៃក្រោយនឹងទៅរកការងារធ្វើពីព្រោះអ្នកឯងមិនបានប៉ះពាល់ឲ្យខ្ញុំទេប៉ុន្តែខ្ញុំលឺសូនអ្នកឯងអធិប្បាយពីភ្ញៀវបរទេសហើយនឹងស្រោមដៃអ្នកឯងកម្រក់ណាស្រោមដៃអ្នកឯងតែឯងទៅចាប់ស្អីអ្នកឯងទៅចាប់ចង្កឹះចាប់លព្រាឲ្យភ្ញៀវអត់បានណាចុងក្រោយបំផុតខ្ញុំប្រាប់ហើយជាមួយខែក្រោយមកអារ៉េស្តូរ៉ង់ហ្នឹងក៏ដួលទៅណាមួយរ៉េស្តូរ៉ង់ហ្នឹងវាដួលមិនមែនដោយសារភ្ញៀវមិនចូលទេដោយសាររ៉េស្តូរ៉ង់វាមិនមែនដួលដោយសារភ្ញៀវមិនចូលទេវាមិនមែនដោយសារភ្ញៀវខឹងទេព្រោះភ្ញៀវស្ដាប់វាមិនបានទេប៉ុន្តែអ្វីដែលខ្ញុំមើលឃើញរ៉េស្តូរ៉ង់ហ្នឹងគឺអ្នកធ្វើការលួចលុយអ្នកគិតលុយដាក់កប៉ាល់នៅខាងខ្ញុំនៅ20ឆ្នាំខ្ញុំមិនដែលទៅជន់ផ្សារចិនទេខ្ញុំដែលជន់ផ្សារចិនមកពីអីខ្ញុំមកដល់ឃើញហើយផ្សារយួននៅរដ្ឋ Virginia មានផ្សារយួនមួយឈ្មោះ Ed Dan ខ្ញុំទៅតែ2ដងក្រោយមកខ្ញុំអត់ជន់ខ្ញុំខ្ពើមខ្ញុំអត់ដែរទៅ Ed Dan រហូតដល់មានអ្នកទៅអីព្រោះខ្ញុំទៅ Ed Dan ខ្ញុំអត់ទៅដោយសារខ្ញុំខ្ពើមណាហើយខ្ញុំមនុស្សនៅផ្សារចិនណាឥឡូវអីដែរហ្នឹងអាផ្សារយួនហ្នឹងក៏លក់មិនដាច់អង្គុយស្ងាត់ដោយសារអីស្មោកគ្រូកទោះបីខាងក្រសួងអនាម័យគេឲ្យជាប់ក៏ដោយប៉ុន្តែអាការស្មោកគ្រូកហ្នឹងថ្ងៃក្រោយអត់មានណាទៅទេ